អាជីវកម្មលក់ដុំគឺជាអាជីវកម្មដែលលក់ផលិតផលក្នុងបរិមាណច្រើនទៅឲ្យអ្នកលក់រាយរួមមានក្រុមហ៊ុនចែកចាយទំនិញទូទៅឈ្មួញកណ្ដាលកសិផលអ្នកនាំចូលផលិតផលបរទេសអញ្ចឹងអាជីវកម្មលក់ដុំហ្នឹងគឺមាន3ចំណុចហ្នឹងបាទន័យថាក្រុមហ៊ុនចែកចាយទំនិញទូទៅបាទយើងឃើញហើយក្រុមហ៊ុនមួយចំនួនគាត់នាំផលិតផលមកពីខាងក្រៅប្រទេសហើយគាត់បោះដុំណាគាត់លក់ចែកចាយទៅឲ្យអ្នកលក់រាយបន្តក៏ដូចគ្នាដែរឈ្មួញកណ្ដាលកសិផលហ្នឹងគឺដើរប្រមូលទៅទិញស្រូវនៅពេលដែលរដូវច្រូតកាត់រដូវច្រូតកាត់ហើយទិញនៅក្នុងដំឡូងផ្សេងបាទកសិផលហើយគាត់យកមកដើម្បីលក់បន្តបាទលក់បន្តទៅឲ្យអ្នកលក់រាយបាទអញ្ចឹងអត្ថប្រយោជន៍នៅក្នុងអាជីវកម្មលក់ដុំនេះគឺមានប្រតិបត្តិការធំហើយផលចំណេញតិចតែបានច្រើនអាជីវកម្មលក់ដុំហ្នឹងក៏មានបញ្ហាប្រឈមដែរព្រោះត្រូវការដើមទុនច្រើនណាហើយមិនត្រឹមតែត្រូវការដើមទុនច្រើនទេត្រូវចេះគ្រប់គ្រងស្តុកផងដែរបាទស្តុកហ្នឹងគឺចង់និយាយអំពីការបើយើងនាំផលិតផលមកពីខាងក្រៅប្រទេសយើងត្រូវមានឃ្លាំងណាមានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវហើយពិនិត្យមើលទៅលើផលិតផលហ្នឹងតើវាងាយនឹងបាក់បែកងាយនឹងធ្វើឲ្យខូចគុណភាពអាហ្នឹងគឺត្រូវមានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវទៅតាមប្រភេទផលិតផលខ្លះទាមទារត្រូវមានកន្លែងដើម្បី class A ដើម្បីរក្សាទុកបាទអញ្ចឹងហើយត្រូវទាមទារនៅក្នុងការទុកដាក់នឹងឲ្យបានត្រឹមត្រូវនេះជាប្រភេទអាជីវកម្មទី3ណាប្រភេទអាជីវកម្មទី3គឺអាជីវកម្មលក់ដុំអញ្ចឹងយើងមាន3ហើយណាយើងមាន3ហើយអាជីវកម្មផលិតកម្មអាជីវកម្មលក់រាយនិងអាជីវកម្មលក់ដុំ